សួស្តីបងប្អូននេះថ្ងៃនេះធ្លាប់តែថតនៅកន្លែងរមណីយដ្ឋានស្អាតឥឡូវមកថតវាស្រែវាស្រូវម្ដងបងប្អូននេះឃើញផ្កានេះមិនមែនស្រូវឯណាបងប្អូនស្មៅស្មៅវាល្អជាងស្រូវទៀតបងប្អូនអើយចេញគួរមកបងប្អូននោះទេសភាពមិនចាញ់រមណីយដ្ឋានមែនណាបងប្អូនខ្យល់បរិសុទ្ធស្រស់ស្រាយបងប្អូនអើយមកស្រែម្ដងបងប្អូននេះមកថតវាស្រែវាស្រូវនេះបងប្អូនធម្មជាតិលង្ខៀវស្ងាត់បងប្អូននេះបងប្អូនមកលេងនៅវាស្រែក៏ស្រឡះមុខស្រឡះមាត់ធ្វើឲ្យមានខ្យល់បរិសុទ្ធស្រស់ស្រាយដកដង្ហើមចេញចូលគួរឲ្យត្រជាក់ដល់សួតបងប្អូនល្អ